ទូទូរស័ព្ទអស់ថ្មសុំទោសទូរស័ព្ទខ្ញុំអស់ថ្ម Halo យើងជួបគ្នាម្ដងទៀតមិញទូរស័ព្ទខ្ញុំមួយទៀតនៅអស់ថ្ម ឥឡូវយើងចូលជួបនេះម្ដងទៀតសុំទោសទូរស័ព្ទអស់ថ្ម ឥឡូវយើងបកមកមេប្រធានបទយើងថ្ងៃនេះគឺចំណេះដឹងហិរញ្ញវត្ថុចំណេះដឹងហិរញ្ញវត្ថុគឺចំណេះដឹងដែលគឺជាចំណេះដឹងដែលយើងអាចប្រើប្រាស់ចំណូលដែលបានមកដែលយើងប្រែคล้ายចំណូលដែលបានមកពីកម្លាំងញើសឈាមពីកម្លាំងទៅយកលុយទៅវិនិយោគឲ្យបានលុយហ្នឹងគេហៅចំណេះដឹងហិរញ្ញវត្ថុអ្នកមានចំណេះដឹងហិរញ្ញវត្ថុគឺពេលដល់មានបញ្ហាពេលមានដល់បញ្ហាហិរញ្ញវត្ថុមានវិបត្តិហិរញ្ញវត្ថុគឺមានជំរើសលើសពី2ក៏ខ្ញុំឆ្នាំ2008ខ្ញុំមានបញ្ហាហិរញ្ញវត្ថុខ្ញុំមានបញ្ហាធ្ងន់ធ្ងរមែនទែនប៉ុន្តែពេលនោះខ្ញុំអត់ដឹងថាខ្ញុំមានចំណេះដឹងអ្វីក្នុងខ្លួនទេប៉ុន្តែខ្ញុំមានជំរើសលើសពី5ខ្ញុំមានជំរើសខ្ញុំមានដំណោះស្រាយជំរើសនៃដំណោះស្រាយរបស់ខ្ញុំប្រមូលដើមទុនលក់អចលនទ្រព្យឲ្យម្ចាស់បំណុលធ្វើជាដៃគូចរចាមួយធនាគារចរចាមួយម្ចាស់បំណុលចរចាជាមួយនឹងប៉ូលីសចរចាជាមួយនឹងសមត្ថកិច្ចចរចាមួយតុលាការអញ្ចឹងពេលដែលខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុគឺយើងមានដំណោះស្រាយជាច្រើនដើម្បីជួយធ្វើជាយុទ្ធសាស្ត្រឈ្នះរវាងខ្លួនយើងដែលជាម្នាក់មានវិបត្តិហិរញ្ញវត្ថុហើយនឹងជាមួយនឹងម្ចាស់បំណុលបាទហើយចំណេះដឹងហិរញ្ញវត្ថុគឺជាចំណេះដឹងជីវិតជំនាញជីវិតបាទមកពុំមានសំណួរចម្លើយតាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុតាក់ទងនឹងលុយពេលយើងចាយលុយយើងត្រូវមានចំណេះដឹងពីលុយបើមិនចឹងទេលុយនឹងធ្វើឲ្យយើងមានបញ្ហាវិញដោយសារមិញទូរស័ព្ទខ្ញុំដាច់អស់ថ្មខ្ញុំប្រើទូរស័ព្ទមួយទៀតចឹងបងប្អូនមានសំណួរចម្លើយមុនដល់កម្មវិធីសំណួរចម្លើយស្ដីពីចំណេះដឹងហិរញ្ញវត្ថុស្ដីពីលុយស្ដីពីបំណុលបងប្អូនអាចថៃនៅក្នុង message សួរខ្ញុំជាសំចម្លើយទូរស័ព្ទអស់ថ្មសុំទោសមិញទូរស័ព្ទអស់ថ្មលេង2%សួស្ដីលោកគ្រូងីចន្ទធី
បើខ្ញុំចង់វិនិយោគលើដីលោកគ្រូហើយខ្ញុំមានលទ្ធភាពផ្ដាច់នឹងបងមលួសមួយណាចំណេញជាងមូលហេតុអ្វីតែអាចទុកចិត្តបានលើការវិនិយោគឲ្យបានទទួលចំណេញនេះទេចន្ទធីសំណួរល្អសូមឲ្យមេដៃមួយទៅមើលបានលោកស៊ីមតារាចប់អូណាស៊ីមតារាណាអញ្ចឹងចន្ទធីចង់វិនិយោគដើម្បីចំណេញចន្ទធីអាចទិញបងរំលោះក្នុងដីខ្ញុំនៅសល់ប្រហែលជា40 ឡូនោះចន្ទធីអាចទិញបងរំលោះ1 ឡូបង់$158ក្នុង1 ឡូចន្ទធីអាចបង់មួយឆ្នាំ12ខែបើខែទី13ចង់លក់ឲ្យខ្ញុំវិញខ្ញុំឲ្យចំណេញ 25% ចន្ទធីអាចតាក់ទងទៅបុគ្គលិករបស់ខ្ញុំលេខ099 911 199ដីរបស់ខ្ញុំមាននៅដូចនៅរោងចក្រស្រាបៀរកម្ពុជាហើយនឹងនៅតាខ្មៅនៅក្រុងតាខ្មៅខ្ញុំទីអាចទៅក្រុងតាខ្មៅក៏បានអាចទិញនៅរោងចក្រស្រាបៀរកម្ពុជាក៏បានអាចទិញនៅចិត្ត Golf Club នៅរោងចក្រ Tiger ស៊ីណាតើយើងអាចមានឱកាសនឹងលុយរបស់អ្នកដីអ្នកដល់អ្នកដើម្បីទទួលបានជោគជ័យដែរឬទេពន្យល់អត់យល់សត្វចាសំណួរខ្ញុំមិនបងឃើញទេសូមម្ដងទៀតសត្វចាខ្ញុំមិនបានឃើញហួសបន្តមកលោកគ្រូសៀវសុផលវិញគួរធ្វើបែបណាទើបឲ្យផែនការសន្សំបានជោគជ័យមិនមានអ្វីមករារាំងត្រីកឹមស្រៀងចង់បានផែនការសន្សំដល់ជោគជ័យមិនមានរារាំងត្រូវមានវិន័យខ្លួនឯងមានវិន័យត្រូវគ្រប់គ្រងវិន័យខ្លួនឯងនៅក្នុងសភៅរបស់Napoleon Hill និយាយពី Outwitting the Devil យើងនិយាយថា how to master self discipline វិធីធ្វើម្ចាស់លើវិន័យខ្លួនឯងមាន3ទី1គឺទប់ចំណង់អាហារទី2ទប់ចំណង់ផ្លូវភេទទី3ទប់ចំណង់និយាយពីអត់បានការពេលយើងសន្សំ 10% នៅលុយដែលយើងសន្សំយើងកុំចាយបើខ្វះលុយចាយត្រូវទៅរកលុយបន្ថែមកុំចាយ 10% ហ្នឹងវិរៈលោកគ្រូទិញបំណុលរបៀបណាទៅល្អឡានវាមិនមែនជាបំណុលឬក៏បើយើងទិញឡានយើងមកទុកជាបំណុលតែបើទិញឡានមកធ្វើជាមធ្យោបាយវាជា investment ជាវិនិយោគតែវិរៈចង់និយាយថាបំណុលល្អបំណុលអាក្រក់បំណុលល្អគឺបំណុលដែលរកចំណូលឲ្យយើងបំណុលអាក្រក់គឺបំណុលដែលធ្វើវិរៈឯងរកធ្វើការមានប្រាក់ខែទៅបង់ការប្រាក់លីហេលោកគ្រូសួស្តីសុខសប្បាយទេដើម្បីមានចំណេះដឹងរ៉ៃវត្ថុយើងត្រូវមានចំណេះដឹងអ្វីខ្លះលីហេងចង់មានចំណេះដឹងរ៉ៃវត្ថុលីហេងត្រូវអានសភៅ Rich Dad Poor Dad ហើយនឹងលេង cash flow game ឲ្យបានច្រើនដងបើលីហេងលេង cash flow game មក10ដងលីហេងមានចំណេះដឹងរ៉ៃវត្ថុហើយខុនច័ន្ទតុលាខ្ញុំឃើញដីតម្លៃ 140,000 ធនាគារឲ្យជ័យ 70% តើបង់ 100% ជាងថាអ្វីបង់តែ100ជាងលោកពូអូដី100ជាងគឺដីនៅខាងស្រាបៀរកម្ពុជាហើយដី 4-10,000 នៅខាងស្រាបៀរ Tiger ខ្ញុំដល់លោកគ្រូខ្ញុំទិញផ្ទះហើយជួលបានមួយខែ200 good ខុនច័ន្ទតុលាដីនៅច្បារអំពៅរបស់លោកគ្រូនៅច្បារអំពៅនៅខណ្ឌច្បារអំពៅប៉ុន្តែនៅក្នុងនៅជិតរោងចក្រស្រាបៀរកម្ពុជាឥឡូវខ្ញុំមានបំណុលច្រើនតែខ្ញុំដោះស្រាយមិនចេញសោះខ្ញុំធ្វើមិនមុនមិនខ្ញុំនិយាយជាមួយគេហើយគេនៅតែមិនព្រមយើងមិនមែនតែសុំវល់គេកុំឲ្យយកការប្រាក់ទេយើងត្រូវតែរៀបផែនការបង្កើនចំណូលហើយយកទៅសងគេយើងប្រាប់ថាបើយើងពាក់គេ 1000 សុំសងគេ$50សិនណាថាយើងមានឆន្ទៈកុំឲ្យនិយាយតែមាត់អត់មានឆន្ទៈខ្ញុំនិយាយរឿងមួយនៅក្នុងសភៅ 3 Feet from Goal របស់ Napoleon Hill
គាត់សរសេរថាម្នាក់នេះជាពាក់លុយគេ 50000 តែដើម្បីសម្ដែងថាយើងទៅមានឆន្ទៈសងគេយើងទៅសុំជួបគេហើយសុំសងគេ$50សិនខ្ញុំសងលោក$50សិនសងលោក$50សិននេះមិនមែនខ្ញុំមកបញ្ឈឺលោកទេខ្ញុំប្រាប់ថាខ្ញុំមានឆន្ទៈសងលោកឲ្យឱកាសឲ្យខ្ញុំទៅរកលុយសិនចាំខ្ញុំសងកុំតាន់ប្តឹងខ្ញុំតែប្តឹងខ្ញុំជាប់គុកខ្ញុំអត់មានវិធីដោះស្រាយទេបើខ្ញុំជាប់គុកមានលុយដល់សងលោកឲ្យឱកាសខ្ញុំទៅព្រោះគេឲ្យលុយយើងខ្ចីព្រោះគេទុកចិត្តយើងគេថាយើងនឹងល្អអញ្ចឹងយើងមានបញ្ហាផលវិបាកបន្តិចតួចទៅដោះស្រាយកុំកិច្ចបញ្ហាមិនអាចកិច្ចបានទេតែយើងទៅជួបគេសុំសងគេបណ្ណាប៉ុណ្ណឹងហើយពេលយើងទៅសុំសងគេ50ហេងសុយអាចខ្ចីគេបានថែម10000ទៀតដើម្បីយើងមកធ្វើដើមរស់ស៊ីយកលុយបង់ការប្រាក់ឲ្យគេហើយសងដើមគេផងយើងសំខាន់គឺអត្តចរិតអង់គ្លេសហៅថា attitude ពេលយើងមាន attitude ល្អមួយម្ចាស់អំណុលគេនឹងឲ្យលុយយើងខ្ចីថែមបរិយកំបូលតើអាចចំណេញច្រើនអត់បើលក់វិញមួយឆ្នាំក្រោយលោកគ្រូនៅកបូលអាចចំណេញច្រើនមួយឆ្នាំក្រោយអាចចំណេញយ៉ាងទាបបំផុត 30% លើលុយដែលយើងបានបង់នៅតែខ្មៅខ្ញុំឲ្យចំណេញ 30% លើលុយដែលបានបង់បងប្អូនណាចង់បានដីនៅបរិយនៅតែខ្មៅពិភពថ្មីខ្មៅអាចមកជួបក្រុមការងាររបស់ខ្ញុំនៅ office ពិភពថ្មីតែខ្មៅខ្ញុំឲ្យចំណេញ 30% លើលុយដែលបានបង់ក្នុងមួយឆ្នាំចង់ទិញយកនៅក៏បានចង់ទិញវិនិយោគក៏បានយើងឲ្យជំរើសហេងសុលីលោកគ្រូតើយើងមើលមិនបានដឹងថាយើងបានចំណេញពីការវិនិយោគដីនោះព្រោះខ្ញុំធ្វើកិច្ចសន្យាទិញត្រឡប់អញ្ចឹងពេលបង់ពេលទិញដីធ្វើកងត្រាឲ្យខ្ញុំមួយហើយធ្វើកិច្ចសន្យាទិញត្រឡប់ឲ្យខ្ញុំមួយបើសិនជា12ខែក្រោយលក់បានចំណេញលើសដែលកិច្ចសន្យាខ្ញុំលក់ទៅតែបើលក់ក្រោមបានមើលទៅហាងចេញក្រោមហ្នឹងលក់ឲ្យខ្ញុំទៅខ្ញុំឲ្យលុយត្រឡប់ទៅវិញដោយមិនសួរហេតុផលអ្វីទាំងអស់នេះជាឱកាសមួយក្នុងការវិនិយោគជាមួយពួកខ្ញុំអ៊ុលសុភាពអត់តូតើបងតើនៅភ្នំពេញគួរទិញម្ដងដល់ទៅទទួលបានផលចំណេញវិញលឿនក្នុងតម្លៃ 8000 ដល់ 12000 អរគុណសូមចម្លើយ 8000 ដល់ 12000 4000ចំណេញ 50% នៃចំនួនលុយអាចទិញជាមួយខ្ញុំនៅខាងម្ដុំស្រាបៀរកម្ពុជាបង់ 8000 ទៅមួយឆ្នាំក្រោយខ្ញុំឲ្យ 12000 វិញបានប៉ុន្តែត្រូវបង់ប្រចាំខែបានទៀងទាត់សត្យាសំណួរទៀតហើយខ្ញុំទៅអត់ឆ្លើយសំណួរសត្យាកន្លែងណាធ្វើនេះមិនតើធ្វើមិនឲ្យយើងអាចត្រួតពិនិត្យថាយើងមានគំនិតវិជ្ជមានបានជាប្រចាំសត្យាចង់បានគំនិតវិជ្ជមានជាប្រចាំសត្យាត្រូវមានគោលដៅត្រូវសរសេរគោលដៅឲ្យច្បាស់គោលដៅនោះគឺអ្វីដែលសត្យាចង់បានហើយសរសេរថាហេតុអីបានសត្យាចង់បានបើហេតុផលរបស់សត្យាធំគ្រប់គ្រាន់សត្យានឹងអាចសម្រេចគោលដៅបានហើយនឹងមានគំនិតវិជ្ជមានបានអត់ចេះល្អូអត់នឿយហត់ព្រោះសត្យាធ្វើការដើម្បីគោលដៅខ្លួនឯងទេមិនមែនធ្វើការឲ្យអ្នកណាទេខ្ញុំរងថ្ងៃខ្ញុំធ្វើការមួយថ្ងៃ8-10ម៉ោង6-10ម៉ោងខ្ញុំអត់ល្អូហើយសួរថាម៉េចខ្ញុំអត់ល្អូព្រោះខ្ញុំមានគោលដៅខ្ញុំធំគោលដៅខ្ញុំធំហេតុផលខ្ញុំគ្រប់គ្រាន់អញ្ចឹងខ្ញុំអត់ល្អូខ្ញុំត្រូវតែសម្រេចគោលដៅខ្ញុំឲ្យបានខ្ញុំចង់ចំណេញ500
តែឲ្យ ច្បាយខ្ញុំបានលុយ 10000 ពួកខ្ញុំបាន 5% មែនខ្ញុំទៅយក 500 ឡើយអត់មានលុយឲ្យច្បាយខ្ញុំទេអញ្ចឹងសំខាន់គឺមានគោលដៅច្បាស់លាស់តែយើងត្រូវបង់ប្រមាណភាគរយមុននីលព្រាអត់ចាំបាច់បង់ទេយើងអត់ត្រូវយើងនីលព្រាមិនបាច់បង់ប្រាក់មុនទេគឺបង់រំលោះយកពីដើមខែតែម្ដង Mill Forex Trader តើគូធ្វើយ៉ាងម៉េចអាចខ្ចីលុយធនាគារបានច្រើនខ្ចីលុយធនាគារបានច្រើនយើងមកធ្វើអីពាក្យមួយថាចង់ខ្ចីធនាគារបានច្រើនតែមានផែនការបើយើងមានផែនការល្អហើយមានផលចំណេញដែលធនាគារមើលឃើញយើងអាចបញ្យល់ធនាគារបានខ្ចីបានដែរលោកគ្រូមានដីរំលោះនៅសៀមរាបទេដីនៅសៀមរាបតាក់ទងកូនសិស្សខ្ញុំ092 93207ឈ្មោះឡៃលុនគាត់មានដីរំលោះឈៀងសូគុនធីបើចំណេញក្នុងមួយឆ្នាំ 4000 លោកគ្រូមានកិច្ចសន្យាវិញខ្ញុំនឹងទិញមួយប្លង់ដែរខ្ញុំពិភាក្សាជាមួយប្តីបានគុនធីគុនធីអាចតាក់ទងទៅបុគ្គលិករបស់ខ្ញុំ099 911 199តាក់ទងទៅខ្ញុំមានកិច្ចសន្យាទិញត្រឡប់វិញបង់ 3000 ទៅហើយបង់រំលោះមួយខែ 100 ជាងទៅហើយខ្ញុំឲ្យចំណេញ $4000 value ដីនៅរៃស័ព្ទល្អអត់លោកគ្រូដីតាណាក៏ល្អដែរសំខាន់យើងនៅម្ដុំនឹងអត់ Daily វិរៈអរគុណលោកគ្រូដែលនិយាយជាមួយគេហើយថាក្នុងមួយខែសង200គេនៅតែមិនព្រមនិយាយទៀតពួកយើងត្រូវនិយាយឲ្យបានហេតុផលឲ្យបានច្រើនបន្តិចហើយមានអីទៅប្រចាំគេដាដុលអឿងសេដ្ឋកិច្ចអចលនទ្រព្យប្រៀបដូចជាខែដល់ពេលវានឹងដាច់ប្រាក់ចំណូលពលរដ្ឋមានកំណត់ថ្នាំពេទ្យកម្លាយផ្សេងអានឹងវាជារឿងរបស់គេទេរឿងរបស់យើងផ្សេងយើងមិនអាចយកអតិផលណាប្រជាពលរដ្ឋមកទាំងមូលមកនិយាយទេយើងនិយាយពីសេដ្ឋកិច្ចរបស់យើងសុលីកម្រងរបស់ខ្ញុំគឺមានក្រងទីឲ្យចំណេញ 30% ក្នុងមួយឆ្នាំអញ្ចឹងសុលីអាចទៅមើលដីពេញចិត្តដីទិញដីហើយយើងមានលក្ខខណ្ឌមួយឲ្យចំណេញបើចំណេញលើសពីនឹងសុលីលក់ខ្លួនឯងបើចំណេញក្រោមពីនឹងខ្ញុំទិញយកវិញខៀវផល្លាជំរាបសួរលោកគ្រូខ្ញុំសុំសួរមួយបើសិនជាយើងមានផ្ទះជួល$150ហើយផ្ទះនឹងថ្មអត់មានហ្វ្រង់សេមានលុយលេខ20000មកធ្វើដើមរកស៊ីបើហាងមួយបើអត់គ្រូចាំពិភាក្សាខ្ញុំលម្អិតក្នុងការងារច្រើនលោកគ្រូទិញដីពូឡូនៅតាមខេត្តអាចចំណេញប្រមាណភាគរយក្នុងមួយឆ្នាំក្រោយបើប្រៀបពូឡូនៅទីក្រុងដីនៅខេត្តវាទៅតាមតំបន់យើងមិនអាចនិយាយទូទៅបានទេជំរាបសួរគ្រូសុលមិញលោកខទៅគ្រូចង់ទិញផ្ទះលោកគ្រូនៅកបូលតើផ្ទះលក់ដាច់ប្លង់រំលោះបងផ្ដាច់ពីល្វែងនឹងថ្លៃប៉ុន្មានឈប់ខ្ញុំភ្លេចទេពីកូរ៉េមកហ៎ខ្ញុំមើលសិនព្រោះខ្ញុំប្អូនឈ្មោះអីស៊ីមស៊ីមចាំខ្ញុំនេះឲ្យស៊ីមខ្ញុំភ្លេចទៅពីល្វែងខ្ញុំនៅកបូលផ្ទះខ្ញុំពីល្វែងនៅកបូលពុទ្ធវិពុទ្ធរដ្ឋាចាំខ្ញុំឆែកមើលបន្តិចសូមទោសទីខ្ញុំពីល្វែងនៅកបូលខ្ញុំមានខ្ញុំបានថតទុកដែរបើខ្ញុំអត់ចាំ New World នៅតែខ្ម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 ៅ
នៅកបូលខ្ញុំដូចជាអត់បានមើលទៀតក្នុងឡានសុំទោសចាំខ្ញុំជួយផ្ញើសារមកខ្ញុំតិចមកខ្ញុំដាក់ក្នុងឡានតែបានយកចូលជប់ធនាគារយឺតក្រោយមកខ្ញុំរកធនាគារខ្ចីពីពុតមួយទៀតឲ្យខ្ចីពួកគេធ្លាប់យឺតតែលោកគ្រូមានវិធីណាជួយឲ្យខ្ញុំខ្ចីធនាគារបានវិពុតរដ្ឋាយើងខូច credit មួយធនាគារហើយយើងមិនអាចកែបានទេកែបានតែ15ឆ្នាំក្រោយតែចង់ខ្ចីបានទៀតគាត់ថាឯងត្រូវបង្កើនចំណូលពេលយើងមានចំណូលច្រើនដាក់ក្នុងធនាគារនឹងហៅឲ្យយើងខ្ចីវិញហើយអញ្ចឹងយើងកុំផ្ដោតរឿងខ្ចីលុយទៅផ្ដោតរឿងបរិយាចំណូលទៅរៀនខាងលក់និងខាងទីផ្សារហើយយើងនឹងមានជំនាញមានវិធីរកលុយបានច្រើនកំលេងដីវិឡាបងមួយខែប្រហែលដែរហើយប្រហែលឆ្នាំទៅដែរចុះបើទិញលុយប្រហែលកំលេងចាំទេទៅទីទៅកំលេងវិឡា4-10 ម៉ឺនតើមានកតាអ្វីខ្លះដែលដីឥទ្ធិពលវិនិយោគផ្ទះចាំខ្ញុំមើលមួយឆ្លើយព្រោះម៉មឌីណាខ្ញុំដូចជានៅតាមជនបទរកស៊ីបានតែណែនាំនៅស្វ័យរៀងចង់រកស៊ីតែដឹងថារកស៊ីអីត្រូវតាមទុនតិចបានតែរក្សាជេងអាចយកដីពួកអីដីខ្ញុំធ្វើ margin ធ្វើជា margin ពេលទៅជា margin ខ្ញុំឲ្យរក្សា 30% ខ្ញុំនៅចំណេញទៀតតែរក្សាជ័យនៃគេតែ 12% ទេអាចចំណេញ 18% ក្នុងមួយឆ្នាំអាចធ្វើបានហើយតាក់ទងមកខ្ញុំទៅលេខទូរស័ព្ទ012123487ថេអាចលើសឲ្យបងប្លង់នីគារួយបានច្រើនអាចជួបខ្ញុំជាលម្អិតមកពេលខ្ញុំមានកម្មវិធីត្រូវចូលកម្មវិធីជាមួយខ្ញុំរៀនខ្ញុំចង់ទិញរោងចក្រតៃកាសល់ប្លង់ល្អអត់បងណាំនារីសល់នារីតាក់ទងមកខ្ញុំមកអាចពណ៌សល់ប្លង់ល្អច្រើនសល់ប្លង់កាច់ជ្រុងហើយយើងមានដីឡូនៅតែខ្មៅលក់1ឡូ25,000មួយខែបងតែ$200ជាងទេអាហ្នឹងបងរំលោះយកមកហើយឲ្យចំណេញ 30% ក្នុងមួយឆ្នាំក្រងទីស៊ីដេតសុខាលោកគ្រូមានដីនៅពុយកតង់អត់លោកគ្រូអត់មានទេមាននៅតែខ្មៅចឹងអូខេស្អែកយើងជួបគ្នាទៀតហើយថ្ងៃនេះខ្ញុំបកស្រាយខ្ញុំនិយាយត្រឡប់ឡើងវិញនិយាយសង្ខេបឡើងវិញចំណេះដឹងណៃថោកគឺជាចំណេះដឹងដែលអាចប្រើលុយដែលយើងធ្វើការបានទៅវិនិយោគចំណេញលុយអ្នកដែលមានចំណេះដឹងណៃថោកពេលមានបញ្ហាឬក៏វិបត្តិណៃថោកតែងតែមានចម្លើយលើសពី2ក៏ខ្ញុំមានវិបត្តិណៃថោកខ្ញុំមានចម្លើយ5មានចម្លើយ5គឺខ្ញុំចរចាជាមួយនឹងម្ចាស់បំណុលចរចាមួយធនាគារលក់អចលនទ្រព្យយកម្ចាស់បំណុលធ្វើជាដៃគូហើយចរចាមួយធនាគារHere's the ton នៅ cash flow game អាចមកលេងនៅផ្ទះខ្ញុំពីថ្ងៃច័ន្ទដល់ថ្ងៃពុធបានច័ន្ទគៀពុធម៉ោង7ដល់ម៉ោង8កន្លះដីនៅ Tiger បងរំលោះបានសម្បត្តិតែខ្មៅដីនៅតែខ្មៅគឺ
ហួសពីបរិយាពិភពថ្មីទៅប្រហែលជា900 ម៉ែត្រខ្ញុំមានដីនឹង2 ហិកតាជាងហើយដីនៅតែខ្មៅទាទិញខ្ញុំធានាទិញត្រឡប់វិញក្នុងរយៈពេល12 ខែអាចទេមកលេខខ្ញុំទៅស្អែកយើងឲ្យចំណេញ 30% ក្នុងលុយដែលបានបង់វាស្មើនឹងចំណេញ 60% លើលុយដែលបានវិនិយោគក្នុងមួយឆ្នាំបាទមុំឌីណាសំណួរខ្ញុំស្ដាប់អត់បានទេលោកគ្រូខ្ញុំឆ្លើយម្ដងទៀតឌីណាសួរអីគេមុំឌីណាចាំមើលខ្ញុំមើលមុំឌីណាខ្ញុំនៅតាមជនបទតែអាចរកស៊ីអ្វីបានខ្លះលោកគ្រូជួយណែនាំនឹងស្វែងរៀងចង់រកស៊ីតែមិនដឹងរកស៊ីអ្វីហើយសំនឹងធ្វើដើមទុនតិចឌីណាអាចទេមកខ្ញុំផ្ទាល់ព្រោះសំណួរឌីណាដូចជាទូទៅពេកឌីណាអាចទេមកខ្ញុំមក012 387លោកគ្រូជាមកសិទ្ធិផងផ្ញើសិទ្ធិបំណុលផង Thank you ខ្ញុំមានតែគេចង់លក់តែមិនបានត្រូវធ្វើរីមិនដេចចង់លក់ដីចង់លក់អីចាំទេមកសួរខ្ញុំបញ្ជាក់មកចាំខ្ញុំជួយឲ្យជាវិធីគិតនិងវិធីផ្សព្វផ្សាយវិធីលក់ស្រួលបាទចឹងថ្ងៃនេះយប់នេះត្រឹមប៉ុណ្្នឹងសិនហើយអរគុណចំពោះការរងចាំតាមដានកម្មវិធី live របស់ខ្ញុំតាម Facebook Bye bye See you tomorrow